ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើនំដូណាត់ហើយនំដូណាត់ដែលធ្វើនៅក្នុងថ្ងៃនេះនោះគឺមានស្នូលជាសូកូឡាតោះឥឡូវនេះយើងចូលមកមើលពីវិធីធ្វើទាំងអស់គ្នាដោយដំបូងនេះគឺខ្ញុំលាយម្សៅជាមុនសិនដែលខ្ញុំប្រើទឹកដោះគោនោះចំនួន120មីលីលីត្រហើយជាមួយនឹងមេនំប៉័ងចំនួន2ស្លាបព្រាកាហ្វេនិងស្ករស40ក្រាមនៅពេលដែលយើងដាក់ចូលគ្នារួចហើយគឺយើងត្រូវកូររហូតទាល់តែស្ករសនឹងរលាយអស់ហើយបន្តមកទៀតគឺដាក់ពងមាន់ចំនួន1គ្រាប់ចូលហើយកូរចូលគ្នាបន្ទាប់ពីកូរពងមាន់ចូលគ្នាជាមួយនឹងទឹកដោះគោរួចហើយគឺយើងដាក់ម្សៅមីចំនួន280ក្រាមជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេហើយបន្តមកទៀតគឺយើងត្រូវច្របល់វាចូលគ្នាឲ្យសព្វនៅពេលដែលច្របល់ម្សៅចូលគ្នាបានសព្វហើយគឺយើងគ្របម្សៅទុករយៈពេល20នាទីសិនហើយបន្ទាប់ពីគ្របម្សៅទុកបាន20នាទីគឺយើងយកប៊ឺចំនួន40ក្រាមយកមកដាក់ច្របាច់ជាមួយនឹងម្សៅហ្នឹងរហូតទាល់តែចូលគ្នាជាមួយនឹងម្សៅហ្នឹងបានសព្វល្អហើយបន្តមកទៀតគឺយើងត្រូវបន្តច្របាច់រហូតទាល់តែសាច់ម្សៅហ្នឹងស្វិតហើយរលោងល្អនៅពេលដែលច្របាច់ម្សៅរហូតទាល់តែឃើញថាសាច់ម្សៅរលោងល្អហើយគឺយើងអាចឈប់ច្របាច់បានហើយបន្តមកទៀតហ្នឹងគឺយើងយកទៅគ្របទុករយៈពេល1ម៉ោងឬរហូតទាល់តែម្សៅហ្នឹងឡើង1/2បន្ទាប់ពីលាយម្សៅរួចហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមធ្វើស្នូលដោយខ្ញុំប្រើពងមាន់ហ្នឹងចំនួន2គ្រាប់ដោយគួរបំបែកយកតែពងក្រហមប៉ុណ្ណោះហើយបន្ទាប់ពីគួរយកពងក្រហមរួចហើយគឺយើងដាក់អំបិលចំនួន1/4ស្លាបព្រាកាហ្វេជាមួយនឹងស្ករសចំនួន80ក្រាមចូលហើយយើងកូរច្របល់វាចូលគ្នាជាមួយនឹងពងមាន់ហ្នឹងរហូតដល់តែស្ករសហ្នឹងរលាយអស់ហើយបន្តមកទៀតហ្នឹងគឺដាក់ម្សៅពោតចំនួន15ក្រាមជាមួយនឹងម្សៅកាកាវនេះចំនួន2ស្លាបព្រាបាយចូលហើយច្របល់ចូលគ្នាឲ្យសព្វបន្ទាប់ពីច្របល់ចូលគ្នាបានសព្វហើយគឺយើងទុកមួយឡែកសិនបន្ទាប់មកគឺយកទឹកដោះគោចំនួន300មីលីលីត្រជាមួយនឹងប៊ឺចំនួន15ក្រាមដាក់ចូលនៅក្នុងឆ្នាំងមួយហើយបើកភ្លើងល្មមទុកចោលនៅលើចង្ក្រានហ្នឹងរហូតដល់តែប៊ឺហ្នឹងរលាយអស់ហើយនៅពេលដែលឃើញថាប៊ឺរលាយអស់ហើយគឺយើងយកទៅចាក់ដាក់ចូលនៅក្នុងម្សៅដែលយើងបានលាយមុនហ្នឹងហើយឥឡូវហ្នឹងគឺខ្ញុំចាក់ចូលបន្តិចសិនទេដោយសារតែម្សៅនឹងគោកពិបាកក្នុងការកូរបន្ទាប់ពីកូរចូលគ្នាបានសព្វហើយគឺខ្ញុំចាក់ទឹកដោះគោដែលនៅសល់ហ្នឹងចូលបន្តទៀតនៅពេលដែលចាក់ទឹកដោះគោចូលអស់ហើយកូរចូលគ្នាបានសព្វហើយគឺយើងយកទៅចាក់ចូលនៅក្នុងឆ្នាំងវិញហើយបន្ទាប់មកហ្នឹងគឺបើកភ្លើងល្មមហើយកូរនៅលើភ្លើងហ្នឹងរហូតដល់តែឡើងខាប់ហើយនៅពេលដែលឃើញថាទឹកសូកូឡានេះខាប់ហើយគឺយើងអាចបិទភ្លើងចង្ក្រានបានបន្ទាប់មកគឺយើងត្រូវទុកឲ្យទឹកសូកូឡានេះត្រជាក់សិនទើបយើងយកទៅចាក់ដាក់ចូលនៅក្នុងថង់យើងយកម្សៅដែលយើងបានគ្របទុករយៈពេល1ម៉ោងយកមកកាត់ជាដុំតូចៗហើយចំពោះនំនេះគឺខ្ញុំធ្វើចំនួន10នំអញ្ចឹងហើយខ្ញុំនឹងកាត់ម្សៅចំនួន10ហើយបន្ទាប់ពីកាត់ម្សៅរួចហើយគឺយើងត្រូវបត់ម្សៅនឹងជារាងមូលនៅពេលដែលបត់ម្សៅរួចហើយគឺយើងយកម្សៅនឹងទៅគ្របទុករយៈពេល15នាទីសិនបន្ទាប់ពីគ្របទុកបាន15នាទីហើយឥឡូវនេះយើងយកម្សៅនឹងមកបត់វាម្ដងទៀតហើយបន្ទាប់ពីបត់ម្សៅរួចហើយគឺយើងយកម្សៅនេះទៅគ្របទុករយៈពេល30ទៅ40នាទីទៀតឥឡូវនេះបន្ទាប់ពីគ្របម្សៅទុកបាន40នាទីហើយគឺយើងយកម្សៅនឹងមកសង្កត់ឲ្យវារាងសំប៉ែតបន្តិចសិនទើបយកទៅដាក់ចៀននៅពេលដែលប្រេងរាងក្តៅបន្តិចហើយគឺយើងអាចយកម្សៅនំដូណាត់នឹងយកមកដាក់ចូលបានហើយយើងចៀនដោយបើកភ្លើងល្មមនឹងរហូតដល់តែនំនឹងឡើងក្រហមឥឡូវហ្នឹងគឺឃើញថានំចៀនបានក្រហមល្អហើយគឺយើងអាចស្រង់ឡើងបានបន្ទាប់ពីស្រង់នំឡើងហើយគឺយើងទុកឲ្យវារាងត្រជាក់បន្តិចសិនទើបយើងយកមកប្រឡាក់ជាមួយនឹងស្ករហើយចំពោះបងប្អូនដែលអត់មានក្បាលសម្រាប់បាញ់ស្នូលនេះគឺមុនពេលដែលយកមកប្រឡាក់ស្ករហ្នឹងគឺយើងត្រូវយកចង្កឹះហ្នឹងចោះវាឲ្យមានប្រហោងជាមុនសិនឥឡូវហ្នឹងបន្ទាប់ពីប្រឡាក់ស្ករហើយគឺយើងយកស្នូលសូកូឡាដែលយើងបានធ្វើមុនហ្នឹងយកមកច្របាច់ដាក់ចូលនំដូណាត់នេះគ្រាន់តែយើងញ៉ាំជាមួយនឹងស្ករក៏មានរសជាតិឆ្ងាញ់ដែរហើយនៅពេលដែលយើងបន្ថែមស្នូលសូកូឡាបែបនេះគឺធ្វើឲ្យរសជាតិរបស់វារឹតតែឆ្ងាញ់ហើយវីដេអូនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ប្រសិនបើមានកំហុសឆ្គងចង់កន្លែងណាហ្នឹងក៏សូមអធិស្ឋានសូមអរគុណ